ក្នុងករណីដែលទារកតូចៗដែលគាត់កើបកើតមកហើយគាត់មានអាការៈលឿងតិចតួចប៉ាម៉ាក់ដែលចាប់អារម្មណ៍អត់គ្រូពេទ្យកូនក្មេងតែងតែលើកចិត្តឲ្យហាលថ្ងៃតើការហាលថ្ងៃនឹងជួយឲ្យទារកបាត់លឿងមែនអត់ហើយចុះបើហាលនឹងហាលរបៀបម៉េចទៅខ្ញុំចង់បញ្ជាក់ថាគ្រប់ទារកទាំងអស់ដែលគាត់កើតមកមិនថាគ្រប់ខែឬមិនគ្រប់ខែឬក៏គីឡូធំគីឡូតូចអីទេគឺគាត់នឹងប្រឈមបញ្ហាលឿងតែគ្រាន់តែថាបើសិនជាកូនគ្រប់ខែអានឹងការលឿងតិចតួចបើកូនស្ទើរខែស្ទើរគីឡូអានឹងការលឿងនឹងអាចធ្ងន់ធ្ងរឬក៏អូបន្លាយរយៈពេលយូរខ្ញុំចង់បញ្យល់ក្នុងករណីដែលគាត់លឿងតិចតួចគ្រូពេទ្យនឹងលើកទឹកចិត្តឲ្យហាលថ្ងៃហើយព្រោះកាលណាគាត់ហាលថ្ងៃស្បែករបស់គាត់នឹងបានប៉ះជាមួយនឹង UV នៅក្នុងពន្លឺព្រះអាទិត្យនឹងវាជួយបំលែងឲ្យជាតិលឿងនៅក្រោមស្បែកនឹងទៅជារលាយក្នុងទឹកនោមដែលទារកនឹងនោមមកពណ៌លឿងអញ្ចឹងច្បាស់ណាស់ថាការហាលថ្ងៃក៏ជួយកាត់បន្ថយឱកាសដែលទារកនឹងកើតជំងឺលឿងធ្ងន់ធ្ងរបានដែរអញ្ចឹងនៅពេលដែលប៉ាម៉ាក់ហាលថ្ងៃត្រូវចាប់អារម្មណ៍ទី1គឺពេលយើងហាលថ្ងៃយើងហាលពេលព្រឹកឲ្យល្អនោះគឺហាលពេលព្រឹកភាគច្រើនគឺចន្លោះម៉ោង6 6កន្លះទៅដល់ម៉ោង7ដែលរយៈពេលហ្នឹងគឺកម្ដៅនឹងអត់ក្ដៅដែលអត់គ្រោះថ្នាក់ដល់អូនទេណាទី2គឺពេលដែលហាលហ្នឹងគាត់បីដោះអាវគាត់ចេញឲ្យគាត់ស្លៀកខោទឹកនោមអញ្ចឹងទៅហើយពាក់ស្រោមដៃការពារគាត់កញ្ញាមុខដូចគ្នាហើយក៏មានមួកឬមួយក៏កណាត់អីបាំងភ្នែកគាត់ដើម្បីឲ្យគាត់កុំឲ្យគាត់សន្លឹងចំថ្ងៃគាត់ប៉ះពាល់ភ្នែករបស់គាត់ចាប់អារម្មណ៍មួយទៀតណាប៉ាម៉ាក់គឺនៅពេលដែលគាត់ហាលថ្ងៃហ្នឹងគាត់អត់មានពាក់អាវអីទេអញ្ចឹងក៏ចាប់អារម្មណ៍ពីកម្ដៅខ្លួនរបស់គាត់ដែរប្រយ័ត្នគាត់ល្ងាខ្លាំងចុះត្រជាក់ពេកអញ្ចឹងត្រូវមើលថែទាំគាត់កន្លែងហ្នឹងដូចគ្នាអញ្ចឹងការហាលថ្ងៃជួយកាត់បន្ថយឱកាសលឿងទៅលើទារកប៉ុន្តែក៏នៅក្នុងករណីដែលតិចតួចដែរនៅក្នុងករណីដែលប៉ាម៉ាក់សង្កេតឃើញថាកូនលឿងខ្លាំងអត់មុំឬមួយក៏មានអាការៈស្លេកស្លាំងបន្ថែមពីអាការៈលឿងហ្នឹងត្រូវតែបញ្ញាប់នាំគាត់ទៅជួបពីគ្រូពេទ្យផ្នែកទារកដើម្បីឲ្យគាត់ធ្វើការវាយតម្លៃនិងផ្ដល់ការព្យាបាលទាន់ពេលវេលា